ការបង្កើតព័ត៌មានคล้ายៗការផ្សព្វផ្សាយព័ត៌មានคล้ายៗការបំភ្លៃការបំភ្លឺខុសពីការពិតគឺមិនមែនជាសេរីភាពសារព័ត៌មាននិងសេរីភាពការបោះពុម្ពផ្សាយនោះទេនោះគឺជាការរំលោភបំពានលើច្បាប់ហើយការប្រយុទ្ធប្រឆាំងនឹងព័ត៌មានคล้ายៗមិនមែនជាការគៀបសង្កត់ទៅលើសិទ្ធិសេរីភាពនៃការបោះពុម្ពផ្សាយនិងសេរីភាពនៃការបញ្ចេញមតិឬសេរីភាពសារព័ត៌មាននោះទេប៉ុន្តែជាការផ្ដល់នូវសុវត្ថិភាពជាការការពារនូវសិទ្ធិរបស់ប្រជាពលរដ្ឋដែលត្រូវទទួលបាននូវព័ត៌មានពិតនិងព័ត៌មានដែលមានសុវត្ថិភាពសម្រាប់ប្រជាជនរាប់លាននាក់របស់កម្ពុជាយើងជនណាបុគ្គលណាដែលបានផលិតផ្សព្វផ្សាយនិងចែកចាយព័ត៌មានคล้ายៗគឺត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ដំណឹងคล้ายៗត្រូវបានបង្កើតឡើងក្នុងគោលដៅបំភ្លៃបំភ្លើសបំភាន់ជាសាច់រឿងមិនពិតដែលត្រូវគេប្រឌិតឡើងជាទម្រង់រូបភាពអត្ថបទវីដេអូសំឡេងហើយផ្សព្វផ្សាយលើគ្រប់ទម្រង់ជាពិសេសលើបណ្ដាញទំនាក់ទំនងសង្គមនិងបណ្ដាញសារព័ត៌មានផ្សេងៗក្នុងគោលបំណងកេងចំណេញនយោបាយអាជីវកម្មឬចង់បំផ្លាញកេរ្តិ៍ឈ្មោះជំនឿទុកចិត្តករណីសង្ស័យថាជាព័ត៌មានคล้ายៗសូមកុំចែករំលែកបន្តនិងត្រូវរាយការណ៍ report ទៅបណ្ដាញសង្គមដែលប្រើប្រាស់ថាជា false information ការទប់ស្កាត់លុបបំបាត់ព័ត៌មានคล้ายៗដែលមានប្រសិទ្ធភាពគឺចាំបាច់ត្រូវផ្សព្វផ្សាយការពិតឲ្យបានលឿននិងឆាប់រហ័សបំផុតដើម្បីបន្សាបព័ត៌មានคล้ายៗដូច្នេះយើងត្រូវរួបរวมគ្នាដើម្បីកម្ពុជាគ្មានព័ត៌មានคล้ายៗនិយាយថាទេចំពោះព័ត៌មានคล้ายៗ